oyster ជានេះឥឡូវគេលក់វិញទៀតហើយនិយាយពីថាបើកបិទចង់ខឹងអ្នកលក់តាពិបាកហៅញ៉ាំពេកឥឡូវខ្ញុំហៅបាន oyster ជានឹងញ៉ាំទៀតទេអ្នកទាំងគ្នាគេមានលក់ទៀតហើយសប្បាយចិត្តខ្លាំងណាស់អ្នកសិតតែ oyster មកថាគេមិនទាំង oyster ប្រហែលគ្រាប់ទៅលក់ឃើញឡើងណែនហើយគេមានគ្រឿងសមុទ្រគេមាន oyster យើងដាក់ oyster ទៅទេក៏បានគ្រឿងសមុទ្រចម្រុះអីក៏បានដែរហើយយីមែនគាត់តែឈរចិត្តកន្លែងគេជៀននឹងគឺឈ្ងុយហ្មងលោកខ្ញុំខ្វះគាត់ oyster ដែលគេជៀនជាមួយនឹងអាម្សៅស៊ុយរបស់គេឲ្យសូបអាទឹកត្រីនេះអ្នកទាំងគ្នាទឹកត្រីនឹងញ៉ាំជាមួយ oyster ជាមួយអាស្ដែកបដោះដែលគេដាក់ក្នុងនឹងទៅគឺលេខ1បដោគឺឲ្យមេដៃហ្មងខ្ញុំនិយាយមែនណាមើលតែមិត្តភក្តិខ្ញុំញ៉ាំមើលដឹងហើយនិយាយពីថាស្រួយប្រោកហើយអា oyster ក្នុងនឹងតុនឈ្ងុយឆ្ងាញ់ហ្មងហើយ oyster ជានឹងខ្ញុំហៅញ៉ាំបាននៅសបាយឌីតូបអាហារខ្មែរឡាវនឹងឯងបងប្អូននៅសាន់សាញណៃ market កាមុនហ្នឹងឥឡូវគេបើករបៀបផ្សាររាត្រីបែបឡាវអីមានម្ហូបឡាវច្រើនត្រៀបត្រាម្ហូបខ្មែរក៏មានដែរបងប្អូនគ្រាន់តែថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តជាងគេហ្នឹងខ្ញុំមកហ្នឹងគឺគេលក់នេះស្អី oyster ជៀនបែបឡាវគេនេះគេមានឈ្មោះជាភាសាឡាវគេដែរបងប្អូនដឹងអាចចូល comment បាននេះមានច្រើនរសជាតិណាស់មានអា oyster សុតផងមានអាលាយបកាលាយមឹកហើយអីដែលសំខាន់សាច់ម្សៅគេហ្នឹងគឺគេជៀនឡើងស្រួយប្រោកបងប្អូនហើយញ៉ាំជាមួយ oyster ហើយស្ដែកបដោះដែលគេដាក់នៅកតាហ្នឹងម៉ែអើឆ្ងាញ់ហើយនិយាយមែនបើគាត់ទៅខានញ៉ាំចង់2ឆ្នាំហើយទៅលក់វិញហើយម្ចាស់ហាងដែលលក់កាមុនហ្នឹងអញ្ចឹងដែរបើកបិទតាមអំពើចិត្តដល់ពេលឥឡូវមកលក់ក្នុងផ្សាររាត្រីចាំមើលតាហ៊ានបិទទៀតដល់ផ្សារគេថាឲ្យអញ្ចឹងប្រហែលអត់ហ៊ានបិទទេគឺដឹងតែលក់ឲ្យយើងញ៉ាំរាល់ថ្ងៃនឹងឯងបងប្អូនណាតំណងយកតែមែនតែនតំណងយកហ្មងអានេះគេពេលគេជៀនឲ្យស្រួយអញ្ចឹងទៅគេដាក់អាស្ដែកបដោះហ្នឹងតុននៅពីក្នុងសូបអាទឹកត្រីគេដែលបងប្អូនឃើញនៅខាងដើមវីដេអូហ្នឹងអូយីមែនឆ្ងាញ់ជាប់មាត់ហើយឈ្ងុយហ្មងក្លិនវាឈ្ងុយហ្មងបងប្អូនទៅសាកមិនដឹងអញ្ចឹងណាបើចង់ញ៉ាំមិនដឹងអាចទៅផ្សាររាត្រីសបាយឌីតូបអាហារខ្មែរឡាវនឹងបាននៅសាន់សាញណៃ market កាមុនហ្នឹងនៅម្ដុំបឹងកក់យើងហ្នឹងផ្សាររាត្រីបឹងកក់ហ្នឹងទៅដល់គឺឃើញប៉ុណ្ណាគេមានច្រើនតូបណាបងប្អូនហើយសិតតែម្ហូបឡាវម្ហូបខ្មែរអ្វីដែលសំខាន់ម្ហូបឡាវឆ្ងាញ់ហ្នឹងហ្មងនេះគឺតំណងយកហ្មងឃើញអត់ហើយឃើញតែនេះអញ្ចឹងណាមើលទៅម្សៅហើយលាយ oyster អញ្ចឹងណាតែនិយាយមែនជាតិយកបាទហើយនេះបងប្អូននៅក្នុងផ្សាររាត្រីគេហ្នឹងមនុស្សគឺគេតំបាំងថ្ងៃទី1មនុស្សចាប់ផ្ដើមមកបដាហើយមានអ្នកលក់ចាប់ផ្ដើមលក់ឡើងចង់ពេញអស់ហើយនេះអាចទៅសាកមើលបានបាយ